អាមែនបងប្អូនថ្ងៃនេះយើងទទួលបានមនុស្សថ្មីនេះគឺថ្មីនៅក្នុងការបង្កើតថ្មីជឿចូលទៅក្នុងព្រះអង្គយើងបានក្លាយទៅជាមនុស្សថ្មីហើយតាមរយៈការដែលយើងជឿចូលទៅក្នុងព្រះអង្គយើងក៏ក្លាយជាតែមួយជាមួយនឹងព្រះអង្គមនុស្សចាស់របស់ផងយើងត្រូវបានកប់នៅពេលដែលយើងមុជចូលទៅខាងក្នុងទឹកមនុស្សថ្មីនេះគឺរស់ជាមួយនឹងព្រះគ្រីស្ទហើយរស់ជាមួយនឹងព្រះត្រីឯកផងដែរពិតជាការរួមបញ្ចូលអស្ចារ្យបងប្អូននាំយើងចូលទៅក្នុងភាពជាតែមួយជាមួយនឹងព្រះអង្គខ្លាចជាអ្នកដែលមានជ័យជំនះយើងកំពុងតែរស់នេះមិនមែនជាយើងតែគឺជាព្រះគ្រីស្ទដែលរស់នៅខាងក្នុងយើងពិតជាអស្ចារ្យដែលព្រះរួមបញ្ចូលជាមួយនឹងមនុស្សព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីព្រះដែលឆ្លងកាត់ដំណាក់កាលគឺជាព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបានឆ្លងកាត់ដំណាក់កាលចូលមកខាងក្នុងយើងរស់ជាមួយនឹងយើងអាមែនអេមែនដែលជាមនុស្សមាន3ផ្នែកនេះទូសារដំកើងដល់ព្រះអង្គអេមែន